exposure ទៅនឹងអឺ toxin មានថាទៅនឹងជាតិសារធាតុពុលណាមួយដែលយើងបានហឺតចូលទៅក្នុងខ្លួនរបស់យើងទៅអាចធ្វើឲ្យមានការលាកទី2គឺតកតងជាមួយទៅនឹងមជ្ឈដ្ឋានជុំវិញខ្លួនយើងដែលកំពុងទៅរស់នៅដែលអាចបង្កឲ្យយើងមកមាន allergy ផងដែរទី3គឺតកតងទៅនឹងការផ្សែងការជក់ប្រៃនេះគឺសំខាន់ខ្លាំងមែនទែនទី4គឺតកតងជាមួយទៅនឹងប្រព័ន្ធការពារបើសិនបើប្រព័ន្ធការពាររបស់យើងចុះខ្សោយអានេះគឺងាយឲ្យយើងអាសាលេបពងកញឹកញាប់មួយទៀតគឺតកតងជាមួយទៅនឹង stress បើសិនបើយើងអត់សប្បាយចិត្ត stress ធុញថប់អារម្មណ៍ក៏ការឲ្យលេបពងកនេះក៏មានញឹកញាប់ផងដែរហើយយើងសង្កេតឃើញថាក្រុមមនុស្សដែលលេបពងកញឹកញាប់នេះគឺនៅក្រុមដែលចន្លោះពី5ឆ្នាំទៅ15ឆ្នាំអានេះគឺឃើញញឹកញាប់ខ្លាំងមែនទែនអញ្ចឹងនៅក្នុងក្រុមអាយុគ្នាគេនេះគឺមកពេទ្យជួបពេទ្យញឹកញាប់ខ្លាំងពី5ឆ្នាំមក15នេះ